សំណួរទី9សួរថាតើទីផ្សារសំខាន់ណាខ្លះសម្រាប់នាំចេញផលិតផលឧស្សាហកម្មកម្ពុជាផលិតផលនាំចេញអ្វីខ្លះដែលបានចំណូលរូបិយប័ណ្ណច្រើនជាងគេហេតុអ្វីបានជាការនាំចូលផលិតផលពីប្រទេសក្រៅនៅតែជាកត្តាសំខាន់នៅឡើយទីផ្សារសំខាន់សម្រាប់នាំចេញផលិតផលឧស្សាហកម្មកម្ពុជាមានទ្វីបអាមេរិកទាំងមូលទ្វីបអឺរ៉ុបអាហ្វ្រិកអូសេអានីនិងសាធារណរដ្ឋសង្គមនិយមវៀតណាមផលិតផលនាំចេញដែលបានផ្ដល់ចំណូលរូបិយប័ណ្ណច្រើនជាងគេគឺផលិតផលសម្លៀកបំពាក់និងផលិតផលស្បែកជើងបានជាការនាំចូលផលិតផលពីក្រៅប្រទេសនៅតែជាកត្តាសំខាន់នៅឡើយដោយសារផលិតកម្មគ្រប់ផ្នែកនៃសេដ្ឋកិច្ចមិនទាន់បំពេញតម្រូវការគ្រប់គ្រាន់សម្រាប់ប្រជាជនផលិតផលមួយចំនួនពុំទាន់អាចផលិតបាននៅក្នុងប្រទេសនៅឡើយ